ឥឡូវហ្នឹងមកដូចជា12:21ហើយខ្ញុំទៅធ្វើការនៅអូឡ িম্প ពិកប៉ុន្តែមុននឹងទៅទិញកាហ្វេផឹកសិនព្រោះឯងដូចមានអារម្មណ៍ថារៀងមួយគេមានអារម្មណ៍ថាមិញនេះវាក្តៅប៉ុន្តែមានម្ដងខ្លះរៀងងឹតចឹងកាហ្វេកន្លែងនេះដូចជាកាហ្វេយ៉ាងឆ្ងាញ់ខ្ញុំអាសាផឹកកន្លែងគាត់ដោយសារពេលដែលខ្ញុំទៅរៀនខ្ញុំជិះផ្លូវនៅបងដល់ពេលទៅក៏ខ្ញុំជិះកាត់ខ្ញុំចូលទិញកន្លែងហ្នឹងមកងើបពីគេមកទឹកផឹកអត់តបាន1លីត្រទេនេះប្រហែលថាខំប្រឹងងើបឲ្យលឿនដើម្បីយកឡានហ្នឹងទៅលាងដោយសារអន្សមខ្ញុំមកពីខេត្តទាំងអស់គ្នាពេលអញ្ចឹងទៅវាសិតតែផឹកតែក៏បាត់តន់ដែរតែលាងក៏មិនកើតដែរបើមីវារត់តែភ្លៀងអញ្ចឹងកាហ្វេមួយកែវក៏តាំង50000មិនហ្នឹងថាតជ្រុះកាមេរ៉ានេះបងប្អូនថតច្រើនពេកមានអារម្មណ៍ថាថ្ងៃនេះក្តៅខ្លាំងមិនដឹងថាក្តៅវាម៉ែននេះក្តៅជាមួយភ្លៀងឈូបងឲ្យក្តាស់50000ចាំតិច40000ដី5ប្រាំអូខេអរគុណច្រើនចា៎ឯងក៏មកស៊ីណូនេះទៅគ្នាឡងខ្លាំងបងស្គាល់ហេឥឡូវយើងបន្តទៅណាទៅធ្វើការដូចជាម៉ោង12 35 នាទីហើយយើងអាចនឹងទៅដល់ start 15 នាទីចាស់អារម្មណ៍ពេលដែលបានញ៉ាំកាហ្វេហើយមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងហ្មងវាកាត់បន្ថយយើងការមកគេងណាហើយយើងដល់ start ហើយ2000 រៀលចូល start ខ្ញុំមានអារម្មណ៍ថាជើងត្រទូរស័ព្ទខ្ញុំនឹងវាអត់នឹងសោះរត់តែធ្លាក់អស់មិញនៅកន្លែងទីកាហ្វេមិញហ្នឹងពងតថតហើយនៅអត់ជិះផងថតធ្លាក់ក្តុកមកធ្វើការពេលថ្ងៃអញ្ចឹងកន្លែងចតឡានមានតលាយមិញហ្នឹងថតមិញហ្នឹងជាប់អត់នេះព្រោះវាជាប់បលូទូក្នុងឡានហ្នឹងខ្លាចតែពេលនិយាយទៅវាអត់លឺថ្ងៃមុនថតចឹងដែរដល់ពេលទៅវាជាប់ធម្មតាគ្រាន់ថាសលេងវាអត់លឺដោយសារយើងវា connect Bluetooth ក្នុងឡានហ្នឹងទៅវាអត់លឺណាអត់ដឹងនិយាយអីដល់ឡានទៅលេងខ្លាំង yes 12:45ហើយអញ្ចឹងម៉ោង1បានសោះខ្ញុំមកអញ្ចឹងយើងនៅសល់ពី15 នាទីទៀតដល់ហើយអ្នកនរគ្នាហើយភាគច្រើនមិនថាខ្ញុំទៅការឬបើមិនថាខ្ញុំទៅការមិនថាខ្ញុំទៅធ្វើការឬក៏ខ្ញុំទៅរៀននេះពេលច្រើនខ្ញុំជិះទៅយ៉ាងតិច4កន្លះម៉ោងតែដោយសារថ្ងៃនេះខ្ញុំងើបរៀងឡែតក៏មកចាំសិស្សមុនក៏15 នាទីដែរអញ្ចឹងខ្ញុំមកចូលចិត្តទៅណារបៀបតតែគៀកម៉ោងហើយបាទខ្ញុំអត់ចូលចិត្តអញ្ចឹងដោយសារខ្ញុំមកចូលចិត្តទៅហេបទៅហប់ពេលច្រើនខ្ញុំទៅណាក៏ដោយខ្ញុំចិត្តទៅចាំគេមុនអញ្ចឹងណាមេឃរៀងក្តៅអញ្ចឹងយើងពាក់មួកឲ្យហើយអូយមានអារម្មណ៍ថាសបុកសបាត់ច្រើនហើយនេះឆាត់ទៀតទៅយកឆាត់ទៅគូហើយភ្លៀងហើយមានកាហ្វេហើយមាននេះកែវទឹកឲ្យត្រូវទៅយកសំភារៈនៅខាងក្រៅនោះទៀត
យកមកដល់ហើយណាទៅខាងមកពីដល់ខាងបើយើងចង់ថាខ្វះតំបន់ទៀតសិនមកដល់ទៅខាងគាត់នោះនិយាយដល់ឆ្នាំអាចទៅសិនមក1 2តែឆ្នាំហ្នឹងយ៉ាខ្ញុំទៅមកម៉ោង 5 ដល់ 8 ប៉ុន្តែដូចជាចេញពីដល់ខ្ញុំត្រូវតែញ៉ាំបាយតែប្រហែលជាខ្ញុំជិះម៉ូតូទៅលើមេឃដូចជាអាឡុំវាភ្លៀងខ្លាំងគ្រាន់តែវាលំតក់អញ្ចឹងអ្នកនរគ្នាតាមពិតអ្នកនរគ្នាថ្ងៃមិញហ្នឹងគេក្រុមហ៊ុនគេទេឲ្យទៅយកវ៉ាន់នៅខាង CTO ឲ្យវ៉ាន់ខ្ញុំមកពីកញ្ចប់មកពីខាងវៀតណាមហើយខ្ញុំចង់ភ្លេចថាខ្ញុំក៏មកឲ្យវ៉ាន់នេះទៀតទៅតែឆែកមើលក្នុង app ទៅថាយ៉ាខ្ញុំទិញកាបូបសម្រាប់ទុកដើរលេងខែក្រោយតែឥឡូវភ្លេចទៅយកប៉ុន្តែខ្ញុំត្រូវទៅញ៉ាំអីសិនព្រោះអីខាង CTO នៅខាងទូកុកនោះដូចជាគេបិទត្រឹមម៉ោង 7 ឥឡូវដូចជាម៉ោង 5 ហើយអញ្ចឹងអត់អីខ្ញុំចេញទៅយកតន់ចាបើអត់តន់ទេក៏អីវ៉ាន់ហ្នឹងទុកនៅនឹងសិនទៅចាំស្អែកចាំយើងទៅយកខ្ញុំភ្លេចអាប់តែប្រាប់អ្នកនរគ្នាថាខ្ញុំចេញពីញ៉ាំស្តេកហើយខ្ញុំត្រូវទៅផ្ទះមិត្តភក្តិខ្ញុំទៅលេងប៉ុន្តែខ្ញុំជិះទៅមកភក្តិអញ្ចឹងណាតំដាមយកឡាននឹងស្តាប់វិញនេះហើយមកខ្ញុំនិយាយតទៅដល់គ្នាចឹងថានៅពេលដែលមានឱកាសខ្ញុំនឹងថតសកម្មភាពរបៀបលក្ខណៈslow trip របៀបលក្ខណៈដើរលេងម្នាក់ឯងអញ្ចឹងណាព្រោះអីដើរលេងម្នាក់ឯងខ្ញុំចង់ធ្វើយូរហើយប៉ុន្តែខ្ញុំអត់មានឱកាសអញ្ចឹងណាអញ្ចឹងថ្ងៃណាមួយខ្ញុំនឹងរកឱកាសហើយខ្ញុំនឹងថតវីដេអូរបៀបការដើរលេងម្នាក់ឯងទៅណាទៅណីម្នាក់ឯងអញ្ចឹងណាអញ្ចឹងសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែត្រឹមហ្នឹងឯងតាំងពីថ្ងៃរហូតដល់យប់ម៉ោងស្មើនេះគឺម៉ោង 9:22 ឥឡូវនេះខ្ញុំមកយកឡានហើយខ្ញុំទៅផ្ទះយកហ្មងសង្ឃឹមថាវីដេអូក្រោយៗអីនឹងមានសកម្មភាពផ្សេងៗទៀតចាបាយបាយ